Okay សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងចូលមកមេរៀនបន្តរបស់យើងដែលតកតងជាមួយនឹង AVG ឬក៏ពាក្យពេញហៅថា Fair Value Gap ថាតើរបៀបនៃការចាប់រក AVG នៅក្នុងក្រាបហើយរបៀបប្រើប្រាស់បែបម៉េចអូខេចូលមកមេរៀនរបស់យើងទាំងអស់គ្នាអញ្ចឹង AVG គឺជាកម្រិតរវាង3 candle នៅពេលដែលទីផ្សារមានកម្លាំង movement ខ្លាំងហើយបានបន្សល់ទុកនៅ gap ហើយរបៀបចាប់ AVG គឺជាការចាប់ចុង wick នៅពេលដែលក្នុង gap នោះចោល wick ទាំងលើទាំងក្រោមអូខេអញ្ចឹងរបៀបចាប់នៅពេលដែលទីផ្សារវា movement ទៅយើងត្រូវមើល3 candle នៅពេលដែលវាដើរទៅហ្នឹងអូខេអញ្ចឹង candle ទី1ទី2ទី3បន្ទាប់មកដល់ស្រាប់ដល់ពេលដែល movement មួយ candle កណ្ដាលនេះចោលនៅសល់ចន្លោះ gap ប៉ុណ្ណេះហើយ wick ទៅហ្នឹងវាអត់កាត់គ្នាទេអត់កាត់គ្នាដូចខាងក្រោមទេអានេះឧទាហរណ៍នៅខាងក្រោមនេះឲ្យមើលហ្នឹងអត់មាន gap បានន័យថាចន្លោះវា wick លើ wick ក្រោមហ្នឹងគេហៅថា gap អញ្ចឹងនៅពេលដែលកន្លែងទៅហ្នឹងវាអត់មាន gap ទេអូខេយើងអត់យកអាហ្នឹងជា AVG ទេចំណែកខាងលើនេះនៅពេលដែលវាចោលសល់ gap ហើយ wick ទាំង wick លើ wick ក្រោមអត់កាត់គ្នាទេវានៅសល់ចន្លោះហ្នឹងយើងចាប់អាហ្នឹងជា AVG អូខេអញ្ចឹងងាយប៉ុណ្ណឹងតកតងជាមួយរបៀបចាប់ AVG ហ្នឹងហើយសម្រាប់របៀបដែលយើងយកមកប្រើ apply នៅលើទីផ្សារឧទាហរណ៍ដូចជាក់ស្ដែងដល់ពេលដែលផ្សារ movement ទៅបន្ទាប់មកវាចោលនៅសល់ gap នៅខាងក្រោម AVG ហ្នឹងឬក៏យើងហៅថា AVG ហ្នឹងបកទៅលើហើយចុះមកវិញយកជាមួយនឹង AVG សម្រាប់តែកន្លែងដែលយើងគួរណាតែ entry ហ្នឹងគឺនៅតែហ្នឹងដើម្បីបន្ត trend ឧទាហរណ៍ថាដូចជាក់ស្ដែងផ្សារហ្នឹងវា break structure នៅតែហ្នឹងឧទាហរណ៍អញ្ចឹងវា break structure នៅតែហ្នឹងផ្សារវាប្រកាសវាអាចនឹងមានភាគរយបកឡើងទៅលើវិញទៀតទៅលើតទៀតមិនអញ្ចឹងដូចមេរៀនរបស់មុនដែលខ្ញុំប្រាប់ហ្នឹងហើយ break structure នៅតែហ្នឹងអូខេអញ្ចឹងវាប្រកាសតែចុះមក clear ជាមួយនឹង liquidity អីមួយឯងអញ្ចឹង AVG ក៏ជាប្រភេទមួយនៃ liquidity សម្រាប់ទីផ្សារដើម្បីចុះមក clear ដែរអញ្ចឹងដល់ពេលដែល movement បកឡើងទៅវាចុះមកខាងក្រោមមកយកជាមួយនឹង AVG ហើយយើងចូល entry នៅទៅហ្នឹង buy SL ក្រោមហ្នឹងតិចតួចមក2ទៅ3លេខមកហើយ run profit ឡើងទៅលើតទៀតប៉ុណ្ណឹងអញ្ចឹងរបៀបនៃការចូល entry គឺបែបហ្នឹងនៅពេលដែលផ្សារ up trend ចូលរបៀបផ្សារនៅពេលផ្សារ down trend យើងចូលបែបម៉េចឧទាហរណ៍ផ្សារកំពុងចុះបកឡើងលើវិញចុះបន្ទាប់មកនៅពេលដែលផ្សារវាចុះអញ្ចឹងវាមកផ្ដាច់លោមកតង់ទៅហ្នឹងវាមិនចេញជា break structure មិននៅតែហ្នឹងអូខេអញ្ចឹងចន្លោះខាងលើនេះthìយើងមកមើលចន្លោះមើល time frame មកនៅតែហ្នឹងអាចនឹងមានAVG ណាមួយឬក៏ជា inversion យើងនឹងចូលទៅមើលមេរៀនបន្ទាប់តែនេះក្រោយខ្ញុំនិយាយជាឧទាហរណ៍សិនណាវានឹងសល់ជា AVG នៅតែហ្នឹងនៅពេលដែលផ្សារ movement បើសិនវាទៅខ្លាំងវាអាចនឹងចោលជា AVG នៅម្ដុំទៅហ្នឹងអញ្ចឹងសួរថានៅពេលដែលវាទៅអញ្ចឹងវាបកមកវិញយើងត្រូវចូល entry នៅទៅហ្នឹងអូខេអញ្ចឹងឧទាហរណ៍ងាយខ្លីប៉ុណ្ណឹងបើសិនជាមានចម្ងល់អីអាចឆាតមកខ្ញុំផ្ទាល់បានឬក៏ឆាតនៅក្នុងក្រុមសួរខ្ញុំក៏បានដែរអូខេអញ្ចឹងមេរៀនតាក់ទងជាមួយនឹង AVG ហ្នឹងគឺមានប៉ុណ្ណឹងអូខេហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ទៀតដែលតាក់ទងជាមួយនឹង inversion AVG អូខេអរគុណច្រើននឹងជួបគ្នាមេរៀនបន្ទាប់